ទីបំផុតប៉ះគ្នាឲ្យបងប្អូនអ្វីដែលយើងចង់ឃើញក្រោយពីទម្លាក់ basic 2-1យប់មិញនេះអេស្ប៉ាញត្រូវឡើងទៅប៉ះជាមួយនឹងបារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅពានរង្វាន់ FIFA World Cup ឆ្នាំ2026នេះអាយយគូនេះគឺដឹងតែជក់ចិត្តខ្លាំងមែនតើតែម្ដងខ្ញុំជឿជាក់ថាគូនេះនឹងល្អមើលដូចវគ្គផ្ដាច់ព្រាត់អញ្ចឹងអ្នកនរគ្នាពីរក្រុមនេះគឺជាក្រុមដែលគេវាតម្លៃថាខ្លាំងជាងគេនៅពានរង្វាន់នេះតែម្ដងដោយសារតែតម្រងលេងរបស់ពីរក្រុមនឹងគឺល្អខ្លាំងមែនតើតាំងពីក្រោមរហូតដល់លើអត់មានចន្លោះខ្វះខាតកន្លែងណាទេទាំងពីរក្រុមនឹងគឺស្មើដៃគ្នាខ្លាំងមែនតើចំណែកឯប្រវត្តិប៉ះគ្នានៅពានរង្វាន់ FIFA World Cup នេះគឺមានតែម្ដងគត់នៅឆ្នាំ2006នៅវគ្គ16ក្រុមចុងក្រោយបារាំងទម្លាក់អេស្ប៉ាញក្នុងលទ្ធផល3-1ហើយការប្រកួតចុងក្រោយរបស់ពួកគេប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ពានរង្វាន់ UEFA Nations League នៅឆ្នាំ2025ដោយពេលនោះអេស្ប៉ាញបានទម្លាក់បារាំងនៅក្នុងលទ្ធផល5-4ដូច្នេះរងចាំមើលទាំងអស់គ្នាថារវាងបារាំងជាមួយនឹងអេស្ប៉ាញថាតើក្រុមណានឹងឡើងទៅវគ្គផ្ដាច់ព្រាត់នៅពានរង្វាន់ FIFA World Cup ឆ្នាំ2026នេះហើយសម្រាប់ខ្ញុំនៅតែជឿជាក់ថាបារាំងគឺជាក្រុមដែលអាចឡើងទៅវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់មួយនេះហើយគឺជាក្រុមមួយដែលគ្មាននរណាអាចទប់ទល់បានទេសូម្បីតែអេស្ប៉ាញក៏ពិបាកក្នុងការទប់ទល់បារាំងដែរ